ចឹងបងប្អូនចុចបញ្ជូនមកកន្លែងពណ៌ក្រហមខាងក្រោមបាទឥឡូវគឺយើងទទួលបានជោគជ័យហើយក្នុងការចុះបញ្ជី SIM Smart បាទសួស្តីបងប្អូនទាំងអស់គ្នាក្នុងបណ្ដាញសង្គមបាទជួបគ្នាសារជាថ្មីម្ដងទៀតជាមួយនឹងវីដេអូខ្ញុំមួយទៀតតាក់ទងទៅនឹងការភ្ជាប់លេខទូរស័ព្ទជាមួយនឹងតាក់ញត្តិប័ណ្ណរបស់យើងបាទអញ្ចឹងដំបូងគឺបងប្អូនចុចឆែកលេខមកដើម្បីចង់ដឹងថាឈ្មោះយើងឬឈ្មោះគេបាទចុចឆែកលេខមកបាទឈ្មោះនេះគឺមិនមែនឈ្មោះខ្ញុំទេបាទគឺឈ្មោះគេផ្សេងឈ្មោះច័ន្ទតារាសនបាទគឺឈ្មោះនឹងឈ្មោះរបស់គេទេដែលខ្ញុំទើបនឹងទិញអញ្ចឹងយើងទៅធ្វើការភ្ជាប់ដើម្បីផ្លាស់ប្ដូរពីឈ្មោះគេមកឈ្មោះយើងវិញបាទអញ្ចឹងបងប្អូនចុចចូលជ្រោមក៏ដូចជាចុចចូលក្នុង Google មកហើយបងប្អូនចុចពាក្យ Simray Smart បាទកន្លែងខាងលើហ្នឹងគឺយើងចុចមកដើម្បីធ្វើការភ្ជាប់ទាំងអស់គ្នាមកបាទចូលដល់កន្លែងនេះកន្លែងត្រេហ្នឹងគឺបងប្អូនចុចលេខទូរស័ព្ទរបស់បងប្អូនមកលេខមួយណាដែលបងប្អូនត្រូវការភ្ជាប់ទៅនឹងតាក់ញត្តិប័ណ្ណរបស់បងប្អូនដែលបងប្អូនទិញលេខដោយមិនបានប្រើតាក់ញត្តិប័ណ្ណអញ្ចឹងបងប្អូនចុចមកលេខទូរស័ព្ទមួយណាដែលបងប្អូនទិញដើម្បីយកមកភ្ជាប់បាទបន្ទាប់ពីចុចលេខទូរស័ព្ទរួចរាល់គឺបងប្អូនចុចស្នើវាមកកន្លែងពណ៌ក្រហមបាទគឺបងប្អូនរងចាំបន្តិចទៀតដើម្បីទទួលបានសារលេខកូដ5ខ្ទង់បាទអញ្ចឹងបងប្អូនចុចលេខកូដចូលមកបាទចុចលេខកូដមកបាទសម្រាប់ការភ្ជាប់នឹងវាងាយស្រួលក្នុងការប្រើប្រាស់ SIM ដែលជាឈ្មោះរបស់យើងពិតប្រាកដបាទអញ្ចឹងបន្ទាប់ពីយើងចុចលេខកូដចូលមកហើយគឺយើងមកមើលបាទឈ្មោះនេះគឺមិនមែនឈ្មោះខ្ញុំទេបាទលេខនេះគឺលេខរបស់យើងដែលយើងទើបនឹងទិញប៉ុន្តែឈ្មោះនេះគឺឈ្មោះគេផ្សេងទេបាទនឹងគឺប្រវត្តិរូបរបស់គេអញ្ចឹងបងប្អូនចុចមកខាងក្រោមយកពាក្យធ្វើការកែប្រែមកកន្លែងពណ៌ខៀវមកអញ្ចឹងបងប្អូនចុចលុបឈ្មោះរបស់គេមកដើម្បីធ្វើការវាយឈ្មោះយើងចូលទៅបាទអញ្ចឹងខ្ញុំលុបឈ្មោះគេហើយអញ្ចឹងខ្ញុំវាយឈ្មោះរបស់ខ្ញុំចូលបាទមុននឹងវាយគឺបងប្អូនកាន់តាក់ញត្តិប័ណ្ណរបស់បងប្អូនមកដើម្បីធ្វើការសរសេរឲ្យត្រូវទៅនឹងតាក់ញត្តិប័ណ្ណឈ្មោះក៏ដូចជាថ្ងៃខែឆ្នាំកំណើតនិងលេខតាក់ញត្តិប័ណ្ណក៏ដូចជាត្រៀមលក្ខណៈក្នុងការថតបាទថតបងប្អូនថតផ្ទាល់ក៏បានបងប្អូនថតទុកនៅក្នុង gallery ក៏ដូចជា memory របស់បងប្អូនក៏បានដែរក្នុង folder បើសិនបងប្អូនថតទុកឲ្យស្រេចបាទអញ្ចឹងបងប្អូនអាចដាក់តាមនោះមកបាទបន្ទាប់ពីយើងដាក់ឈ្មោះឲ្យរួចរាល់គឺតាក់ញត្តិប័ណ្ណបន្ទាប់មកទៀតគឺបងប្អូនចុចលេខកូដមកលេខកូដតាក់ញត្តិប័ណ្ណរបស់យើងបាទក្នុងការភ្ជាប់នឹងឬក៏លិខិតឆ្លងដែនក៏បានដែរបាទអញ្ចឹងបងប្អូនចុចលេខកូដតាក់ញត្តិប័ណ្ណមកបាទបន្ទាប់មកទៀតនៅខាងក្រោមកន្លែងសញ្ជាតិគឺវាមានស្រាប់ហើយបាទកម្ពុជាហ្នឹងគឺវាមានឈ្មោះស្រាប់នៅក្នុងនោះហើយបាទអញ្ចឹងនៅខាងក្រោមទៀតបាទនៅខាងក្រោមហ្នឹងគឺដល់ភេទហ្នឹងគឺបងប្អូនជ្រើសរើសទៅបើថាភេទប្រុសទៅបើថាស្រីទៅបើសិនថាបងប្អូនភ្ជាប់ឲ្យបងប្អូនទៅគឺបងប្អូនដាក់តាមនោះទៅតាមតាក់ញត្តិប័ណ្ណដែលគាត់ភ្ជាប់បាទសម្រាប់ថ្ងៃខែឆ្នាំហ្នឹងគឺបងប្អូនដាក់ឲ្យត្រូវទៅនឹងតាក់ញត្តិប័ណ្ណរបស់បងប្អូនដែលយើងត្រូវភ្ជាប់បាទបងប្អូនដាក់ឲ្យត្រូវទៅថ្ងៃខែឆ្នាំថ្ងៃណាថ្ងៃនេះគឺបងប្អូនដាក់ឲ្យត្រឹមត្រូវតាមនោះទៅបាទបន្តមកទៀតនៅខាងក្រោមជ្រើសរើសឯកសារហ្នឹងបាទខ្ញុំយកខាងក្រោមកន្លែងជ្រុងការ៉េ4ហ្នឹងគឺបងប្អូនគ្រាសមកកន្លែងនេះបាទកន្លែងជ្រើសរើសឯកសារហ្នឹងកន្លែងនេះគឺតម្រូវឲ្យយើងថតតាក់ញត្តិប័ណ្ណឬក៏លិខិតឆ្លងដែនបាទកន្លែងនេះបងប្អូនថតផ្ទាល់ក៏បានបងប្អូនទៅយកនៅក្នុង memory ក៏ដូចជា gallery និង folder របស់បងប្អូនក៏បានដែរបាទសម្រាប់ខាងលើគេឲ្យយើងដាក់ផ្ទាំងខាងមុខបាទផ្ទៃខាងមុខនៃតាក់ញត្តិប័ណ្ណចំណែកខាងក្រោមហ្នឹងគឺគេឲ្យដាក់ផ្ទាំងខាងក្រោយនៃតាក់ញត្តិប័ណ្ណបាទនឹងគឺសិតតែរូបថតដែលខ្ញុំបានថតហើយរួចរាល់អស់ហើយបាទ
ចឹងគឺមុននឹងធ្វើការភ្ជាប់គឺខ្ញុំត្រៀមលក្ខណៈហើយបាទចឹងបងប្អូនចុចបញ្ជូនមកកន្លែងពណ៌ក្រហមខាងក្រោមបាទឥឡូវគឺយើងទទួលបានជោគជ័យហើយក្នុងការចុះបញ្ជី SIM Smart ហ្នឹងបាទគឺយើងចុះឈ្មោះផ្លាស់ប្ដូរឈ្មោះរបស់យើងបានជោគជ័យហើយបាទនោះឈ្មោះខ្ញុំបាទចឹងសម្រាប់វីដេអូនេះក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះក៏សូមជួយចុចsubscribe ក៏ដូចជាចុចសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗបន្ថែមទៀតបាទបន្តមកទៀតគឺបងប្អូនចុចមកឆែកលេខរបស់យើងដើម្បីចង់ដឹងថាតើនៅឈ្មោះគេដដែលឬក៏ឈ្មោះយើងបាទឬក៏វាផ្លាស់ប្ដូរហើយបាទអញ្ចឹងបងប្អូនចុចមកឆែកមើលមកបាទឥឡូវគឺឈ្មោះបានផ្លាស់ប្ដូរហើយបានផ្លាស់ប្ដូរមកឈ្មោះខ្ញុំវិញហើយបាទអញ្ចឹងសម្រាប់វីដេអូនេះដូចខ្ញុំបានបញ្ជាក់គឺមានតែប៉ុណ្្នឹងទេហើយយើងជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណ